គ្រប់នឹងជំរាបសួរប្រិយមិត្តដែលជាអ្នកតាមដានកម្មវិធីនិទានរឿងពិតតាមភូមិថ្ងៃនេះខ្ញុំមានរឿងថ្មីមួយទៀតហើយកញ្ញាដើម្បីចែកលែងទៅដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងបានឮអំពីរឿងរ៉ាវដែលខ្ញុំធ្លាប់ជួបផ្ទះហើយរឿងនេះគឺជារឿងពិតមួយប៉ុន្តែវាកើតឡើងតាំងពីខ្ញុំអាយុដូចជា12 13ឆ្នាំម្ល៉េះប៉ុន្តែជំនាន់ហ្នឹងពេលហ្នឹងកាលខ្ញុំនៅទូចហ្នឹងគឺតែងតែមានរឿងរ៉ាវមនុស្សហ្នឹងកើតឡើងជាញឹកញាប់តែម្ដងណាពុកម៉ែបងប្អូនគ្នាហើយមុននឹងចូលទៅដល់ដំណើរនៃសាច់រឿងសូមបងប្អូនដែលចូលចិត្តមកលើកាន់ channel ពួកយើងក៏សូមជួយចុច Subscribe ណាដាក់រូបកណ្ដឹងក៏ដូចជាជួយ Like ជួយ Share នៅវីដេអូរបស់ពួកយើងផងដើម្បីក្រុមការងារបានបន្តដំណើរទៅមុខបន្តទៅទៀតអញ្ចឹងណាហើយបងប្អូនចង់មកបកស្រាយផ្ទាល់ក៏បានដែរបាទបងប្អូនអាចមកកាន់ទីនេះបាននេះគឺជា studio បែបស្រុកស្រែដែលយើងរៀបចំរៀបរៀងឡើងគឺដើម្បីទទួលស្វាគមន៍រាល់បងប្អូនដែលមានសាច់រឿងដែលជួបពិតប្រាកដណាដែលបានឃើញហេតុការណ៍ដែលបានដឹងឮនៅរឿងរ៉ាវផ្សេងៗនៃប្រភេទវិញ្ញាណមនុស្សផ្សេងៗអាចមកប្រាប់នៅក្រុមការងាររបស់ពួកយើងបានអញ្ចឹងណាពុកម៉ែបងប្អូនគ្នាបាទឥឡូវយើងចូលមកដល់រឿងរ៉ាវរបស់ខ្ញុំវិញចារឿងហ្នឹងកញ្ញាកើតឡើងមកគឺរន្ធត់ខ្លាំងមែនទែនដោយរឿងហ្នឹងស្លាប់ដោយសារក្រពើខំតើសារពើខាងបាទពូម្នាក់ហ្នឹងគាត់ចូលចិត្តផឹកស្រាកញ្ញាគាត់ចូលចិត្តផឹកស្រាគាត់ដើរចោលផ្ទះចោលប្រពន្ធផឹកតែស្រាដើរអួបនួផឹកតែស្រាទេប៉ុន្តែផ្ទះរបស់គាត់ត្រូវឆ្លងស្ទឹងទៅត្រើយមកខាងប៉ុន្តែដោយសារថាស្ពាននៅឆ្ងាយគាត់ត្រូវឆ្លងដើរលួយទឹកហើយជំនាន់គេខែប្រាំងទឹកស្ទឹងនៅទីកន្លែងនោះគឺរីងទឹកនៅសល់តែត្រឹមជង្គង់ទេអាចលួយទឹកទៅបានអូយើងអាហ្នឹងយើងអាចលួយទឹកទៅបានបាទបន្តមកគឺថ្ងៃមួយពេលដែលគាត់ចេញផឹកស្រាវិញប្រហែលជាចន្លោះម៉ោង 8 9 យប់គាត់ចោលទៅក្នុងស្ទឹងដូចរាល់ដងតែចំខែប្រាំងវារីងទឹកដូចខ្ញុំបានប្រាប់ណាអួតហែងណាសល់ទឹកខ្លះទឹកក៏មានដីខ្សាច់អញ្ចឹងទៅអាចដើរបានខ្លះទឹកក៏លុយទឹកត្រឹមនេះទៅខ្លះត្រឹមនេះទៅតែមានកូនកូនបកងទូចណាបាទហើយវាមានត្រីមានអីត្រីសត្រីអីនៅក្នុងច្រើនមែនតើអញ្ចឹងណាជាហេតុនាំឲ្យសត្វក្រពើវារួចចេញពីទ្រុងក៏មិនដឹងវាជាក្រពើស្ទឹងក្រពើបឹងក៏មិនដឹងវានៅក្នុងហ្នឹងព្រោះយើងអត់ឃើញវាសង្ងំចាំស៊ីត្រីហ្នឹងអញ្ចឹងវាឡើងលើគោកកន្លែងខ្សាច់តែនៅក្នុងស្ទឹងហើយយប់អញ្ចឹងណាស្រាប់តែពេលពូហ្នឹងគាត់ឲ្យតែទៅដល់ផ្ទះគឺប្រពន្ធគាត់តែងតែជេរបចោរងថ្ងៃពូគាត់ដើរផឹកណាបាទពុកម៉ែបងប្អូនគ្នាសាហាវណាស់កាន់ហ្នឹងដូចចុះខ្សែទៀតដល់ចុះខ្សែទៀតចុះខ្សែទៀតបាទដោយពូហ្នឹងគាត់ផឹកស្រាមកដបស្រាចំនួនហ្នឹងអាស្រាដបចាផឹកស្រាម្ដងហើយគាត់ចុះទៅដល់គាត់ឃើញក្រពើហ្នឹងថាជាដុំឈើគាត់គិតថាជាអោសគាត់មើលអត់ឃើញទេបងចិត្តល្ងឹតពេលយប់ដល់ទៅពេលថាជាអោសគាត់ក៏ចាប់ក្រពើហ្នឹងមកក្រពើកំបាក់ដាច់ដៃមកចំហៀងពេលដែលចាប់ទៅវាខំដាច់ចំហៀងគាត់រត់មកក្រពើនឹងធំក្រពើនឹងអ្នកស្រុកដែលឃើញគេថាប្រពន្ធទូកធំណាបងនេះប្រហែលជាមកតុកនេះដែរអូបងមិនទូចទេណាមកតុកមិនទូចទេតែគេចាប់បានក្រពើហ្នឹងគេចាប់បានណាគេចាប់បានវះពោះក្រពើហ្នឹងយកមនុស្សយកមកធ្វើបុណ្យដល់តែពេលទៅពុកម៉ែបងប្អូនអ្នកគ្នារត់បានដៃមកចំហៀងហើយច្វឹងដួលត្រេតរត់បានទៅដល់ធំច្រាំងក្រពើលេងពីក្រោយមកងាញ់ឡើងមិនទាន់ណាដល់ផុតលើណាគឺរឹបដាច់ខ្លួនស៊ីលេបទៅទាំងអស់តែអ្នកស្រុកអ្នកភូមិឃើញហៅគ្នាចាប់បានវះពោះនឹងយកចេញសាហាវបងបាទសាហាវខ្លាំងមែនតើខ្ញុំឃើញរូបភាពគឺអាណយអាថមខ្លាំងណាស់សម្បីតែកសែតក៏គេចោះដែរព័ត៌មានកាលហ្នឹងបាទកាលហ្នឹងដូចជាអត់ទៅមានទូរស័ព្ទទេបាទមានតែកសែតទេពុកម៉ែបងប្អូនទាំងគ្នាស្រាប់តែពេលធ្វើបន់គាត់ណាបានតែឆ្អឹងមកហើយនឹងសាច់ជាប់អាលេះអាលួយមកយកវាលេបចូលពោះបាត់ហើយអញ្ចឹងណាវាលេបតបាក់ខឹបណាបងតែតបាក់ហើយគ្មានសាច់ទេតពើដល់តែពេលអញ្ចឹងទៅក៏ធ្វើបន់មកបងធម្មតាវាមិនស្អុយបើសាច់វាមិនដូចមនុស្សយ៉ាងបើថាស្លាប់ទាំងស្រស់ចេះវាអាចថាមួយថ្ងៃណាបើវាលួយស្អុយអានេះស្អុយតាំងពីចឹងនៅក្នុងពោះក្រពើសិតតែខ្លាច់សិតតែអីក្រពើអញ្ចឹងណាដល់តែពេលអញ្ចឹងហើយធ្វើបន់ហ្នឹងបងអ្នកស្រុកអ្នកភូមិធំក្លិនចូលអត់កើតទេអញ្ចឹងស្អុយខ្លាំងទៅបងបាទតំកល់មកឈូសបងហើយប្រពន្ធគាត់ថាបើស្លាប់ទៅក៏ផឹកទុកដែរព្រោះនៅទៅតឹងតែងអារម្មណ៍ផឹកក្រងហើយអត់ខ្វល់ប្រហែលជាគាត់ដល់កពេកចុះបងមកអញ្ចឹងដល់ពេលហើយពុកម៉ែបងប្អូនដឹងមិនទេពេលដែលធ្វើបន់គាត់គឺមកឈូសហ្នឹងគេដាក់លើក្រេមែនទេតែគាត់ក្រដែរណាចាបាក់ក្រេក្នុងព្រោះបាក់មកចេញអា
sạch màu chẳng á chành màu ria chẳng ạ thơ ai khơiច្បាស់chẳng lងá សង្ស័យកុំតអស់ចិត្តហ្នឹង អត់ បង ទាន់អស់ចិត្តដល់ពេលលងចង់ពុកម៉ែបងប្អូនអ្នកគ្នាស្រាប់តាអ៊ំអាចារ្យហ្នឹងគាត់អត់ខ្លាចគាត់ទៅកើបដាក់ក្នុងឈូសហ្នឹងវិញហើយដល់ពេលអ្នកស្រុកអ្នកភូមិដែលគាត់បាននិយាយបានឃើញរឿងរ៉ាវហ្នឹងណាគាត់ប្រាប់ខ្ញុំគិតថាដំបូងអត់ចង់ជឿទេតែដល់ពេលលងវគ្គលងហ៎បងខ្ញុំប្រាប់បងឯងពេលលងហ្នឹងចេះខ្ញុំជាមួយបងប្អូនខ្ញុំចោះចូលស្ទឹងព្រោះផ្ទះខ្ញុំក៏មុនចិត្តស្ទឹងណា ចាបង ចោះចូលស្ទឹងអូសឧបករណ៍ទូចាត់អូសមុងយើងហ្នឹងអូសត្រីយកកូនត្រីស្លមជូរស្លអីស្លមជូរដើមជែកស្លមជូរអីចឹងណាកាលហ្នឹងដូចជាមកជូរដើមជែកហើយនឹងជូរច្រាច់ខ្ញុំចូលចិត្តចា ដើមច្រាច់ចាពុកបងប្អូនណាគ្នាខ្លះស្គាល់ច្រាច់ ធម្មតាអាហ្នឹងនៅតាមខេត្តគឺសបោ ចា ដល់តែពេលពុកបងប្អូនណាគ្នាខ្ញុំក៏ទៅអូសខ្ញុំនៅតែគិតអារម្មណ៍ថាតិចមានកពើមកទៅតិចមានទៅអញ្ចឹងណា បងកលេចទៅកណ្ដាលស្ទឹងថ្ងៃត្រង់ឃើញសឡឹងឃើញកពើនឹងគាត់ហ្នឹងអង្គុយចិត្តគ្នាហ្មង អូព្រឹសវល់បង ដល់ទៅពេលអញ្ចឹងពុកបងប្អូនគ្នាខ្ញុំគាត់ថាចុះម៉ែអើយលេងមកស្រស់ហ្នឹងរត់ឡើងបោះចោលមុងអូកាលហ្នឹងយកមុងអូអាមុងយើងគេងហ្នឹងរត់ឡើងលើ អីជំនាន់ហ្នឹងក៏មិនទាន់នឹងមានប្រដាប់គេធ្វើហើយស្រាប់អត់មានទេពេលហ្នឹងហើយយើងបានអូសដើម្បីយកទៅស្លបន្តិចតួចតាំងពីហ្នឹងមកខ្ញុំស្បត់ថាខ្ញុំអត់ហ៊ានចុះក្នុងស្ទឹងទៀតទេខ្ញុំខ្លាចអញ្ចឹងណា បងសុំកាត់តិចពេលដែលគាត់លងហើយគឺបានបូជាអត់ ពេលដែលចាប់ដើមរឿងហ្នឹងខ្ញុំក៏អត់បានសួរគេច្បាស់លាស់ដែរតែក្រោយពីថាចាប់តាំងពីពេលដែលគាត់ស្លាប់ទៅកន្លែងស្ទឹងហ្នឹងអាឡុកហ្នឹងគឺអត់មានអ្នកគេចុះបានទេមានតែគាត់លងខ្លួនឲ្យឃើញស្រស់ហ្មងអញ្ចឹងណាជួនកាលដើរត្រេកត្រោតក្នុងស្ទឹងផឹកស្រាជួនកាលមានតែក្បាលអត់មានខ្លួនជួនកាលមានតែខ្លួនអត់មានក្បាលហើយវាសាហាវបាទហើយខ្ញុំដឹងរឿងរ៉ាវនេះមួយគឺហ្នឹងណាគឺវាមានបងស្រីមួយគាត់ឆ្លងទន្លេពូនឹងគាត់តែងតាទៅផឹកស្រានៅក្បែរផ្ទះគាត់រាល់ថ្ងៃចាដល់ទៅពេលគាត់និយាយថាមុនថ្ងៃគាត់ស្លាប់មួយថ្ងៃមុនណាអត់គាត់ស្លាប់ទេណាគាត់កលេចឃើញពូនឹងដើរអត់មានក្បាលអូដើរអត់មានក្បាលអាហ្នឹងវាជាប្រភ្នូលប៉ុន្តែសម្រាប់ពូនឹងគាត់មិនជឿទេអញ្ចឹងណាហើយគាត់បងស្រីនឹងបានប្រាប់ពូនឹងទៀតថាប្រយ័ត្នប្រយែងប្រយ័ត្នមានគ្រោះថ្នាក់អីចឹងណាចឹងមានអីវាត្រូវហើយកពើខំដាច់ក្បាលក្នុងហ្នឹងខំមកក្បាលសល់តែរលាហ្នឹងទៅពីតិចអស់ហ្នឹងសាហាវបងបាទអញ្ចឹងបានថាពេលខ្លះយើងត្រូវប្រយ័ត្នយើងទៅស្ទឹងទៅអីមិនឃើញតែដុំឈើអាកពើហ្នឹងវាប៉ិនបន្លំខ្លួនណាជឿទេបងតែយើងមើលមិនឃើញបងវាខ្មៅហើយយកទៀតបាទហើយនៅក្នុងស្ទឹងហ្នឹងអ្នកស្រុកអ្នកភូមិតែងតែឃើញជាញឹកញាប់ហើយកពើមិនមែនកពើបែបចិញ្ចឹមទេអាកពើបែបកពើអាលក្ខណៈថាវានៅតាមព្រែកតាមស្ទឹងតាមអីវាលាក់ខ្លួនអញ្ចឹងដល់វាឡើងមកបាទពេលដែលទឹកស្រកហើយបងពូអីពូកពើវាចូលចិត្តទឹកជ្រៅឯងវាចូលចិត្តរាក់អញ្ចឹងវាអាចនឹងឡើងមកចាំត្រង់កូនត្រីស៊ីអីចឹងហ៎បងបាទហើយនិយាយទៅកាលពីមុនអត់ទាន់គាត់ស្លាប់កន្លែងហ្នឹងគឺសម្បូរត្រីមែនតែនហ្មងឲ្យតែខែប្រាំងមកទឹកនៅសល់ធំកជើងក៏មានដែរញ៉ាសិតតែបកងដួសមកទាំងក្បង់មិនបាច់ចាំហត់យកអីទៅជោគដួសយកតែដៃក្បង់មកមកសិតតែអាកពឹសប៉ប៉ណែកពឹសបងពេលហ្នឹងវាមានអីសម្បូរទៀតបាទឡើយមិនសូវសម្បូរបងបាទដល់ពេលអញ្ចឹងទៅបានគាត់លងណាបន្តមកទៀតគឺគាត់លងប្រពន្ធគាត់អូលងប្រពន្ធខ្លួនឯងទៀតបងប្រពន្ធគាត់ហ្នឹងប្រាប់ទៅដល់អ៊ំមួយដែលនៅចិត្តផ្ទះខ្ញុំដែរណាថាពេលលងម្ដងគឺស្រាតអស់ហើយរើបន្ទប់ដែលគាត់តសម្រាប់គឺរើគាត់រៀបស្អាតហើយស្អែកឡើងគឺរើខ្ទេចតែប្រពន្ធគាត់ជាអ្នកតាំងចិត្តថាមិនខ្លាចចាមិនខ្លាចណាបាទហើយគាត់ក៏បានធូរធូងដែរពេលតែប្តីគាត់ស្លាប់បាត់ទៅដូចថាវាលែងមានសម្ពាធផ្លូវចិត្តពេលដែលមកវិញម្ដងឆ្លោះគ្នាជេរគ្នាវាយគ្នាចឹងហឹង្សាដាក់គ្នាចឹងទៅវាសាហាវពេកបងស្លាប់ហើយទៅលងប្រពន្ធខ្លួនឯងលងសំបីតកូនគាត់ឡើងក្តៅខ្លួនណាកូនរបស់គាត់ហ្នឹងដូចជាអាយុ3ឆ្នាំលងកូននឹងឡើងក្តៅខ្លួនហើយកូននឹងវាច្អល់ឡើងទៅធ្នឹមចេះ
cho lang từ nôm chạy Ừ. hai máy nó cái lấy lang từ tam đây con cho vấp khôn xòa xòa mò Ui sữa cả ui má bây giờ bọt bong sữa cả ơi má đỏ áo mướt vàng giống này tam lục riêng quạt vứa nơi Ừ. còn luôn hay câu chả nhưng tao miền chia miền này hò lẹ lạ giống nó cả nhà chẳng á chẳng miền này tha không mỏi mùi nít cứ chỉ không mỏi luônแบบอันนั้นทาสับไตเฮาอันนั้นไง Này sập tay hao nó bờ có slap cách không sao sạch cho nó นั่นไงสลับโดยอันนั้นยะทาหายแต่นั้นไง này หายจัง bong นะให้มีแบบโนด้าแต่กดมันประหยัดทุนไงจังนะ thom đá mình đi sờ vần bong บ่า nhưng gì thầm đi sờ vần อะไรโจดอลไปแต่ประปนกวาดเมียนโขซาตีปีหมาก็ขโมยนั้นก็จับดำงัดงบงัดเลงลงเลงไอ้เป็นตาแล้วแกนั้นกดบันดุไอ้เกยก็ ô บันดุไอ้เกยก็เลง cho mình này thay có chọc nần nần nó ก็ bong กระชบเนยเป็นตาขอนทาโกนบักวัดตายจะเอาคือหยักงอก cha จังนะhai nhóm cò xa trên châu cha có đấy mà đo lỡ của nhóm nơi ta bây để nhóm tơ sọc mà đo nhóm tay là châu từ lên quạt đây nè vô để xa nhóm quạt quạt gì đây cha tay còn tham mình snap na lấy cái bên tay còn tha flop pin của quạt mọi lông mọi ấy được nông tưng rồi nhưng flop hẹp đo quạt hạt ở đây bật quạt bàn lông nhóm hơi chẳng á cha bà hay lời ní cái châu tham mà đá của xa và liệp ấy cha mà đo bong về ní hai chị quạt nơi à lại côn quạt ở bong ប៉ុន្តែគ្រាន់ថាគាត់អត់មានបនសំណាងទេបើចិត្តមកចិត្តក្រោយកុំដឹងតែចាប់ចិត្តទីស្អីព្រោះចិត្តនេះមិនទាន់បានធ្វើបនធ្វើអីផងបែរជាស្លាប់ដោយទៅធ្វើតម្បាក់វាអណយអធំពេកណា cha bong à lại tại sờ vần ui bần ui បាទ ទៅបនក៏មិនសូវបានធ្វើឲ្យស្លាប់ចំពេលដែលខ្លួនឯងស្វឹងទៀតអញ្ចឹងវាមិនដឹងថាជាតិក្រោយកើតទៅជាអីទេបង បាទឥឡូវពុកម៉ែបងប្អូនណាដែលមានសាច់រឿងខ្លួនឯងដែលបានជួបផ្ទាល់ដូចជាខ្ញុំបាននិយាយអាចមកប្រាប់ពួកខ្ញុំបានដើម្បីឲ្យពួកខ្ញុំយកសម្លេងរបស់បងប្អូនផ្សាយជូនពុកម៉ែបងប្អូនដែលចង់ដឹងចង់ឮនៅរឿងរ៉ាវហេតុការណ៍នៃវិញ្ញាណអមនុស្សនេះអញ្ចឹងណាព្រោះថារឿងបែបនេះគឺវាតល់តែអ្នកជួបផ្ទាល់ជួបហេតុការណ៍បាននិយាយទៅវាគួរឲ្យរន្ធត់ ចាប អ ង ញ្ចឹងណា ចា ហើយបើសិនជាបងប្អូនណាដែលចង់មកដល់ទីតាំងកន្លែង podcast របស់យើងកន្លែង studio របស់យើងយើងជ្រាបរៀងបែបជាមាន background បែបធម្មជាតិបែបសុខស្រាយបែបនេះ ហ្នឹងហើ អាច យ មកនិយាយផ្ទាល់បានដើម្បីធ្វើការតំណែងក្រុមការងារយើងនឹងដាក់លេខទូរស័ព្ទនៅលើអេក្រង់ហ្នឹងឲ្យបងប្អូនតាក់ទង ក៏ voice តាម Telegram ព្រោះអីធម្មតា Telegram អាច voice ជាសលេងបានច្រើនហើយក៏បានវែងទៀត បាទ ហើយបើបងប្អូនមានចំណាប់អារម្មណ៍មកដល់កន្លែងពួកខ្ញុំអាចតាក់ទងមកលេខទូរស័ព្ទនៅខាងក្រោមកញ្ចក់ ទូរស័ព្ទនេះបាន ទូរស័ព្ទ បាទបាទនិយាយទៅពួកយើងអត់ប្រកាន់ទេបើបងប្អូនមានហេតុការណ៍ពួកយើងជាអ្នកដែលជឿលើអបិយជំ ចា នឿ បង ជឿទៅលើរឿងអមនុស្សផ្សេងៗព្រោះថាធ្លាប់ជួបផ្ទាល់អញ្ចឹងណាអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាកុំប្រកាន់ហើយជួយចែកម្លែកនៅរឿងរ៉ាវផ្សេងឲ្យបងប្អូនទាំងអស់គ្នាដែលនៅឯនីសមុទ្រក្តីនៅឯតាមបណ្ដាខេត្តក្តីបានទទួលយកបានស្ដាប់នៅរឿងរ៉ាវទាំងអស់នោះពេលរាត្រីពេលដែលបានស្ដាប់នៅរឿងរ៉ាវដែលយើងបាននិយាយគឺគាត់គេគាត់ចូលចិត្តស្ដាប់គាត់ជក់ចិត្តនៅក្នុងការស្ដាប់អញ្ចឹងណា បើពួកបងពួកខ្ញុំនិយាយពាក្យខុសប្រការណាកុំប្រកាន់អីពួកខ្ញុំគ្រាន់តែនិយាយគឺជាការពិត បាទ មិនបំភ្លៃទេ បាទ ហើយបើបងប្អូនមានចំណាប់អារម្មណ៍អាចមកដល់កន្លែងពួកខ្ញុំបាន បាទអញ្ចឹងអរគុណច្រើនមែនទែនពីកម្មវិធីនិទានរឿងពិតតាមភូមិក៏សូមអនុញ្ញាតគោរពលាក៏សូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យជួបប្រទះតែសេចក្តីសុខរកទទួលទានមានបានគ្រប់គ្នាពីកម្មវិធីក៏សូមគោរពលា